បាទតើតើនៅការ set up គឺងាយៗបាទបងប្អូនគ្រាន់តែយកព្រីភ្លើងមកឬក៏បងប្អូនដោតចូលទៅក្នុងព្រីភ្លើងនឹងជាងផងបងប្អូនបាទនេះខ្ញុំយកព្រីភ្លើងមកបាទចុចបើកវាមកហើយយើងយកឧបករណ៍វាមកបាទចុចដោតវាមកបាទអូខេបាទវាបានហ្នឹងមកអូខេអញ្ចឹងអានេះ step 1អញ្ចឹងជំហានទី2បងប្អូនចូលទៅក្នុងទូរស័ព្ទដៃមកបាទទូរស័ព្ទដៃហើយយកពាក្យថា Play Store មកដើម្បី load កម្មវិធីបាទ Play Store សម្រាប់ Android App Store សម្រាប់ iPhone បាទចុចពាក្យ search មកហើយ search ពាក្យថាពាក្យនេះ e-vlink បាទពាក្យនេះមកចុចពាក្យនេះមកបាទបន្ទាប់ពីចុចមកគឺឃើញរូបភាពបែបហ្នឹងខៀវៗបែបហ្នឹងអញ្ចឹងអានេះខ្ញុំ download ហើយអញ្ចឹងខ្ញុំធ្វើការបើកតែម្ដងបាទបន្ទាប់ពីបើកហើយគឺបងប្អូនចេញនៅផ្ទាំងបែបនេះបាទអញ្ចឹងបងប្អូនត្រូវតែ register បាទចុចពាក្យ register នេះឡើយនេះបន្តមកទៀតរើសប្រទេសកម្ពុជាបាទនេះចុច select មកយើងរើសប្រទេសកម្ពុជាមកតែឥឡូវខ្ញុំរើស CR អញ្ចឹងបងប្អូនចុច next ចុច next ហើយបងប្អូនដាក់ email បាទបងប្អូនដាក់ email មកដល់ពេលដែលបងប្អូនដាក់ email ហើយចុច verify code វានឹងផ្សាយកូដទៅ email ហើយយកកូដនឹងមកដាក់មកបាទគឺមានតែប៉ុណ្្នឹងអញ្ចឹងខ្ញុំធ្វើការ register ហើយអញ្ចឹងខ្ញុំចុច email របស់ខ្ញុំអូខេខ្ញុំចុច email របស់ខ្ញុំបាទចុច login គឺវាបានបងបែបហ្នឹងអញ្ចឹងអានេះគឺគ្រឿងរបស់ខ្ញុំដែលមាននៅក្នុងផ្ទះខ្ញុំទេតែឥឡូវខ្ញុំ add ថ្មីដើម្បីឲ្យបងប្អូនមើលអញ្ចឹងអានេះជំហាននេះគឺហើយបន្តមកទៀតយើងចូលទៅមកនៅក្នុង step ទី3តែម្ដងបាទអញ្ចឹងបងប្អូនឃើញហើយគឺវា load ភ្លើងបែបហ្នឹងអញ្ចឹងបងប្អូនចុចទៅចុចប៊ូតុងនេះចុច up បាទខ្ញុំចុច up បាទចុច up បាទវាបាត់ហើយខ្ញុំអត់ដកទេខ្ញុំចុច up អូខេខ្ញុំលែងបាទនេះបញ្ចេញ load ភ្លើងបែបហ្នឹងណាបាទចេញបែបហ្នឹងអូខេអញ្ចឹងបងប្អូនទាញទូរស័ព្ទមកបាទទាញទូរស័ព្ទមកបាទទាញទូរស័ព្ទមកហើយបងប្អូនចុច add ឡើយនេះលេខបូកហើយចុចពាក្យថា add device បាទចុច device ហើយវានឹងឃើញ Wi-Fi ដែលបងប្អូនភ្ជាប់អញ្ចឹងបងប្អូនដាក់ password មកឥឡូវខ្ញុំដាក់ password ហើយ Wi-Fi អូខេនេះ Wi-Fi ខ្ញុំតេស្តទេបាទចុច next មកហើយវារងចាំបាទរងចាំបន្តិចពេលនឹងព្យាយាមរកឧបករណ៍ហ្នឹងបាទងាយៗក្នុងការ set up បាទរងចាំបន្តិចមកតិចវារកឃើញហើយបាទនេះមកហើយអូខេអញ្ចឹងចុច next មកបងប្អូនចុច next មកបាទចុច next ហើយកន្លែងនេះបងប្អូនអាចដូរឈ្មោះក៏បានដែរបាទអញ្ចឹងឥឡូវយើងដូរឈ្មោះឲ្យហើយបងទៅអញ្ចឹងកន្លែងហ្នឹងគឺយើងអាចដូរឈ្មោះអីក៏បានដែរបងប្អូនសួរចាំអញ្ចឹងកន្លែងនេះបងប្អូនដាក់នៅណាឧទាហរណ៍ថាដាក់នៅកន្លែងបន្ទប់ទទួលភ្ញៀវបងប្អូនជួយកន្លែង living room នេះមកបាទហើយដាក់ស្អីគេដាក់ឈ្មោះអីគេខ្ញុំចិត្តទៅដាក់ទៅដាក់ថា0 01អញ្ចឹងតោះខ្ញុំឧទាហរណ៍ទេបាទចុចពាក្យ done មកបាទនេះចុចពាក្យ done មកអូខេហើយចុចពាក្យ next បាទហើយចុចពាក្យ done បាទចុចពាក្យ done នៅខាងក្រោមបាទអញ្ចឹងបងប្អូនបានឃើញនេះយើងមកហើយឥឡូវខ្ញុំចុចចូលបាទឥឡូវខ្ញុំបើកបាទបិទបាទអញ្ចឹងខ្ញុំដោតភ្លើងមកដើម្បីឲ្យបងប្អូនដឹងនេះសួរបាទបងប្អូនដោតមកនេះខ្ញុំយកអំពូលភ្លើងក្នុងការសាក់លបងទេតែធៀបពិតគឺយើងអាចដោតទៅបានទៅលើឧបករណ៍ច្រើនមែនទែនដូចជាកង្ហាទូទឹកកកម៉ាស៊ីនជាកំពុងទូបោកខោម៉ាស៊ីនបោកខោកំពុងទឹកដៃផ្សេងគឺយើងអាចដោតបានបាទឥឡូវយើងធ្វើការតេស្តជាក់ស្ដែងអូខេបើកបិទបាទងាយមានតែប៉ុណ្្នឹងបាទអរគុណ